នៅក្នុងឈុតមួយនៅក្នុងរឿងស្ដេចសង្គ្រាមឬក៏បងប្អូនខ្លះហៅថារឿងសង្គ្រាមឈូហានឈុតមួយគឺស្ដេចឈិងស៊ីហួងបានសោយទីវង្គតនៅក្នុងរទេះដែលធ្វើដំណើរតាមផ្លូវហើយពេលនោះគឺអាមាត្យចៅកាវបានរួមផ្សំគំនិតជាមួយនឹងលោកឧបរាជលីស៊ឺហើយនឹងមានព្រះបុត្រាមួយអង្គទៀតរបស់ស្ដេចឈិនស៊ីហួងគឺព្រះបុត្រាហ៊ូហៃអ្នកទាំង3បានរួមផ្សំគំនិតគ្នាដើម្បីក្លែងរាជសារហើយបង្ខំឲ្យកូនច្បងរបស់ស្ដេចឈិនស៊ីហួងគឺព្រះបុត្រាហ្វូស៊ូហើយនឹងមេទ័ពធំម៉ឹងធានធ្វើអត្តឃាតដោយសារតែនៅក្នុងរឿងនេះគឺมันបានបង្ហាញពីតួអង្គមេទ័ពធំម៉ឹងធានច្រើននោះទេថ្ងៃនេះខ្ញុំនឹងមកធ្វើការអត្ថាធិប្បាយប្រវត្តិរបស់មេទ័ពម៉ឹងធានដោយយោងទៅតាមសាច់រឿងប្រវត្តិសាស្ត្រមេទ័ពម៉ឹងធានគឺជាមេទ័ពដ៏ល្បីល្បាញបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រចិននាសម័យរាជវង្សឈិងលោកត្រូវបានគេស្គាល់ថាជាអ្នកការពារដ៏រឹងមាំនៃអាណាចក្រនិងជាអ្នកដែលអធិរាជឈិនស៊ីហួងទុកចិត្តបំផុតខ្សែស្រឡាយមេទ័ព1ខ្សែស្រឡាយមេទ័ពម៉ឹងធានកើតនៅក្នុងគ្រួសារមេទ័ពដែលមានភក្ដីភាពខ្ពស់ចំពោះរដ្ឋឈិងជីតារបស់លោកឈ្មោះម៉ឹងអាវជាមេទ័ពជាន់ខ្ពស់ឪពុករបស់លោកឈ្មោះម៉ឹងអ៊ូក៏ជាមេទ័ពដ៏មានសមត្ថភាពដែលបានជួយបង្រួបបង្រួមប្រទេសចិនផងដែរហើយប្អូនប្រុសរបស់លោកឈ្មោះម៉ឹងអ៊ីជាទីប្រឹក្សាដ៏ជិតស្និទ្ធរបស់អធិរាជ2ស្នាដៃធំក្នុងសមរភូមិស្នាដៃដែលធ្វើឲ្យលោកល្បីល្បាញបំផុតរួមមានការវាយបកកសម្ព័ន្ធសុងនូនៅឆ្នាំ215មុនគ្រិស្តសករាជលោកបានដឹកនាំទ័ពចំនួន30,000 នាក់ទៅវាយដេញពួកកសម្ព័ន្ធសុងនូឲ្យដកថយទៅទិសខាងជើងវិញនេះគឺជាជ័យជំនះដ៏ធំធេងដែលជួយឲ្យព្រំដែនខាងជើងមានសន្តិភាពការសាងសង់មហាកំពែងក្រោយពីដេញពួកសុងនូចេញម៉ឹងធានគឺជាអ្នកទទួលបន្ទុកផ្ទាល់ក្នុងការតភ្ជាប់និងសាងសង់មហាកំពែងចិនដើម្បីការពារការឈ្លានពានពីខាងក្រៅការសាងសង់ផ្លូវ highway បុរាណលោកបានដឹកនាំការសាងសង់ផ្លូវត្រង់ដែលមានប្រវែងរាប់រយគីឡូម៉ែត្រដើម្បីសម្រួលពីការដឹកជញ្ជូនទ័ពនិងស្បៀង3ការបង្កើតជក់សរសេរអក្សរតាមរឿងព្រេងនិទានចិនម៉ឹងធានត្រូវបានគេជឿថាជាអ្នកបង្កើតជក់សរសេរអក្សរចិនដំបូងគេដោយប្រើរោមសត្វនិងឈើទោះបីជាមានភ័ស្តុតាងបុរាណវិទ្យាបង្ហាញថាជក់មានតាំងពីមុននោះក៏ដោយប៉ុន្តែលោកគឺជាអ្នកដែលបានកែលម្អវាឲ្យល្អប្រសើរសម្រាប់ប្រើប្រាស់ជាទូទៅ4ទីបញ្ចប់នៃជីវិតទោះបីជាមានគុណសម្បត្តិដ៏មហាសាលយ៉ាងណាក៏ដោយទីបញ្ចប់នៃជីវិតរបស់លោកគឺជារឿងសោកសៅបន្ទាប់ពីអធិរាជឈិនស៊ីហួងសោយទីវង្គតទៅមន្ត្រីពុករលួយគឺអាមាត្យចៅកាវនិងឧបរាជលីស៊ឺបានក្លែងបន្លំរាជសារបង្គាប់ឲ្យម៉ឹងធាននិងបុត្រច្បងហ្វូស៊ូសម្លាប់ខ្លួនឯងម៉ឹងធានត្រូវបានគេចាប់ឃុំខ្លួនហើយទីបំផុតលោកបានសម្រេចចិត្តផឹកថ្នាំពុលសម្លាប់ខ្លួនឯងក្នុងពន្ធនាគារនៅឆ្នាំ210មុនគ្រិស្តសករាជកំណត់សម្គាល់ម៉ឹងធានត្រូវបានគេចងចាំថាជាមេទ័ពដែលមានភាពស្មោះត្រង់បំផុតលោកសុខចិត្តស្លាប់តាមរាជសារទោះបីដឹងថាជារឿងមិនប្រក្រតីជាជាងការលើកទ័ពបះបោរដែលនាំឲ្យប្រទេសវឹកវរបើសិនជាបងប្អូនចង់ឲ្យខ្ញុំនិយាយពីប្រវត្តិមេទ័ពឬក៏បុគ្គលល្បីៗរូបណាទៀតសូមខមមិននៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយជម្រាបលា